សម្លម្ជូរដើមចេកទេមើលពុកប៉ែបងប្អូនថាសម្លម្ជូរដើមចេកមួយមុខនេះខ្ញុំធ្វើអស់លុយប៉ុន្មានដែរសម្លមួយឆ្នាំងនេះបើគិតជាលុយទៅអស់ប្រហែលជា$50ដែរប៉ុន្តែជាក់ស្ដែងខ្ញុំធ្វើអស់តែ$5ទេពីព្រោះដើមចេកខ្ញុំអត់ទិញទេគឺអ្នករាប់អានគាត់ឲ្យហើយសម្រាប់ត្រីគឺខ្ញុំអត់បានទិញដែរគឺប្តីអ្នកស្ទូចត្រីប្តីស្ទូចណាហើយសម្រាប់កាពឹសក៏អត់បានទិញដែរគឺប្តីគាត់ដាក់កាពឹសនឹងដែរហើយអ្វីដែលអស់លុយដល់$5ដែលខ្ញុំនិយាយហ្នឹងគឺតាមរ៉ាស់ព្រៅម្ដុំ$5នឹងឯងហើយបើយើងទិញវិញត្រី1គីឡូហ្នឹងចូល30ជាងហើយខ្ញុំឆ្លងហ្នឹងត្រីប្រហែលជា6-7ខាំដែរហើយកាពឹសហ្នឹង1គីឡូ$60-70ហើយខ្ញុំឆ្លងមួយឆ្នាំងហ្នឹងកាពឹសចូលប្រហែលជាជិតកន្លះគីឡូដែរចាហើយនៅដើមចេកទៀតនៅមាសភៅនៅអីទៀតអញ្ចឹងបើយើងគិតទៅក្នុង$50-60ដែរក្នុងមួយឆ្នាំងហ្នឹងប៉ុន្តែខ្ញុំអស់តែ$5ថ្លៃរះព្រៅទេពីព្រោះអីប្តីគាត់ទៅ camping គាត់ស្ទូចត្រីគាត់ដាក់អីបានមករហូតអញ្ចឹងសម្រាប់ម្ហូបអញ្ចឹងបងប្អូននៅស្រុកនេះគឺអត់សូវបានញ៉ាំទេកាពើមានលក់ប៉ុន្តែកកហើយអត់ស្រស់ទេហើយសម្រាប់ដើមចេកអីកម្រមានលក់ណាស់យូរមានម្ដងទេហើយក៏ថ្លៃដែរអញ្ចឹងមិនថាសម្លមួយមុខនេះនៅនេះក៏មិនសូវបានញ៉ាំដែរជាទូទៅអញ្ចឹងក៏អរគុណដល់ខាងអ្នក sponsor ដើមចេកដែរគាត់យូរមានម្ដងដែរហ្នឹងណាគាត់កាប់ទៅគាត់បានឲ្យហើយបើអត់គាត់បានឲ្យទេក៏មិនបានសម្លមួយមុខហ្នឹងដែរហើយមួយទៀតសម្រាប់អ្នកដែលចង់បានកាពឹសចង់ចែកកាពឹសពីខ្ញុំអីឥឡូវនៅមានស្តុកកាពឹសដែលខ្ញុំយកមកដល់ផ្ទះហ្នឹងគឺរស់ស្រស់យើងដាក់ប្រកបក្នុង freezer ណាអញ្ចឹងបើសិនជាមានអ្នកចង់បានអីអាចចែកពីខ្ញុំបានឥឡូវមានស្តុកហើយបើសិនជាតិចទៀតអស់ស្តុកចង់កំងអីយើងមាន pre order ដែរថ្ងៃណាមានខ្ញុំតាក់ទងទៅអញ្ចឹងណាហើយសម្រាប់កាពឹសតម្លៃ1គីឡូ$70គឺកាពឹសរស់កាពឹសស្រស់យើងយកមកប្រកបភ្លាមអត់មានស្អុយអត់មានអាលួយទេគឺកាពឹសល្អហ្មង